Hello ថ្ងៃនេះបានស្លផ្សិតជាមួយសាច់ជ្រូកបង្ច្រាំដាក់ស៊ុបជាមួយបាយហើយហ្មងពួកអត់ស្រួលខ្លួនណាស់ដល់ចឹងទៅចង់ញ៉ាំស្លឲ្យក្តៅក្តៅហត់ក្អកផ្ដាសាយទាំងពីរអ្នកប្តីប្រពន្ធក៏ស្ទីតវារៀងត្រជាក់ក្តៅត្រជាក់ធ្លាក់ភ្លៀងមានផ្សិតជាងចង់ធ្វើអំបោះគ្រឿងដែរតែបន្ទាប់ច្រើនពេកហើយណាមួយឈឺអត់ស្រួលខ្លួននេះធ្វើអីលឿនហ្មងទៅស្ងោរផ្សិតជាមួយសាច់ជ្រូកបង្ច្រាំហើយយើងដាំបាយស្រូបពីលើបាយមកហត់ឲ្យម៉វិញផ្សិតចម្រោះគ្រប់មុខហត់ស្លក្តៅៗចឹងទៅវារៀងស្រួលខ្លួនតិច